ជំរាបសួរប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូការសម្រាយរឿងមួយនេះគឺជារឿងថ្មីមួយរបស់ Netflix និងជារឿងរបស់អេស្ប៉ាញរឿងមួយនឹងហាក់បីដូចជារឿងតថភាពសង្គមបច្ចុប្បន្នអញ្ចឹងអំពីប្រជាជនដែលបានភៀសខ្លួនពីប្រទេសកំណើតរបស់ខ្លួនឯងដោយសារតែប្រទេសរបស់ខ្លួនឯងនឹងគឺចាប់ដាំកុម្មុយនីខ្លាំងមែនទែនអញ្ចឹងហើយនៅពេលដែលប្រជាជននឹងធ្វើការភៀសខ្លួនដោយលួចលាក់ក៏ត្រូវបានជាប់នៅលើកុងតឺន័រតែម្ដងនិយាយរួមទៅនៅពេលដែលadminបានមើលរឿងមួយហ្នឹងវាហាក់បីដូចជារឿងប៉ិតអញ្ចឹងដែរនៅពេលដែលប្រទេសណាមួយហ្នឹងចាប់ផ្ដើមផ្ដាច់ការប្រជាជនហ្នឹងចាប់ផ្ដើមភៀសខ្លួនតែម្ដងហើយការភៀសខ្លួនរបស់ពួកគាត់ហ្នឹងគឺពោពេញទៅដោយគ្រោះថ្នាក់ថែមទៀតផងអូខេអញ្ចឹងតោះមកទស្សនាការសម្រាយរឿងដែលមានចំណងជើងថា Nowhere របស់ admin ដូចតទៅGansberg ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក Gansberg, a real German premium beer. សាច់រឿងបានចាប់ផ្ដើមនៅពេលដែលប្តីប្រពន្ធពីរនាក់គឺមីយ៉ានិងនីកូបានធ្វើការភៀសខ្លួនពីប្រទេសកំណើតរបស់ខ្លួនបន្ទាប់ពីប្រទេសរបស់ខ្លួនក្លាយទៅជាប្រទេសផ្ដាច់ការនិងឃោរឃៅជាទីបំផុតសម្រាប់ប្រជាជននិងការគៀបសង្កត់ទៅលើប្រជាជននៅយប់មួយពួកគេបានធ្វើការភៀសខ្លួនជាមួយនឹងប្រជាជនផ្សេងទៀតទាំងក្មេងទាំងចាស់ហើយពួកគេត្រូវបានគេតាមចាប់ខ្លួនផងដែរបន្ទាប់មកពួកគេក៏បាននាំគ្នាភៀសខ្លួននៅក្នុងឡានកុងតឺន័រធំមួយដែលដឹកអីវ៉ាន់ជាច្រើននៅទីនោះហើយតកងឡានក៏បានយកប្រាក់ថ្លៃឈ្នួលពីពួកគេជាច្រើនសម្រាប់ធ្វើការភៀសខ្លួននោះផងដែរហើយដំបូងឡើយពួកគេទាំងពីរនាក់គ្មានប្រាក់គ្រប់គ្រាន់នោះទេទើបបានជាពួកគេទាំងពីរនាក់សម្រាប់ចិត្តយកចិញ្ចៀនរៀបការធ្វើការដោះដូរតែម្ដងលុះនៅពេលដែលតកងឡានសម្រាប់ចិត្តឲ្យពួកគេធ្វើការភៀសខ្លួនហើយនៅពេលដែលពួកគេបានចូលទៅក្នុងឡានកុងតឺន័រនោះពួកគេក៏បានឃើញប្រជាជនផ្សេងទៀតទាំងក្មេងទាំងចាស់នៅក្នុងនោះដើម្បីភៀសខ្លួនចេញពីប្រទេសផ្ដាច់ការមួយនោះក្នុងនោះមានក្មេងម្នាក់ក៏បានយកប្រដាប់ស្វានមកស្វានឲ្យមានប្រហោងសម្រាប់មើលទៅខាងក្រៅផងដែររីឯមីយ៉ាក៏បានមើលពោះរបស់នាងដោយសារតែនាងគឺមានផ្ទៃពោះគ្រប់ខែទៅហើយពេលនោះនីកូក៏បានឲ្យនំមួយឲ្យនាងទុកថែរក្សាវាសម្រាប់ហូបបន្តិចក្រោយមកនៅពេលដែលក្មេងស្រីម្នាក់លេងទូរស័ព្ទនៅក្នុងនោះពួកគេក៏បានយកវាទៅទុកមិនឲ្យនាងលេងនោះទេរីឯនីកូក៏បានដាក់ឈ្មោះកូននៅក្នុងផ្ទៃរបស់ពួកគេថាណូអាបើសិនជាគេកើតមកព្រោះឈ្មោះនោះគឺល្អខ្លាំងណាស់ហើយគេក៏បានយកដៃទៅប៉ះពោះរបស់មីយ៉ាដើម្បីស្ទាបចង់ដឹងថាកូនរបស់ពួកគេបំរើដែរឬទេបន្ទាប់មកនៅពេលដែលមីយ៉ាសម្លឹងមើលទៅក្មេងស្រីនៅក្បែរនោះមីយ៉ាចាប់ផ្ដើមនឹករលឹកទៅកាន់កូនស្រីរបស់នាងដែលនាងគិតថាបើសិនជានាងនៅរស់នាងគិតថាពួកគេចាក់ចោលនាងមិនខាននោះទេនៅពេលបានលឺហើយនីកូក៏បានតបទៅវិញថាកូនស្រីរបស់ពួកគេគឺបានស្លាប់បាត់ទៅហើយភ្លាមនោះស្រាប់តែឡានចាប់ដាំឈប់ដើម្បីដាក់មនុស្សបន្ថែមទៀតហើយនៅពេលនោះមនុស្សក៏បានរត់បុកមីយ៉ាថែមទៀតផងបន្ទាប់មកពួកគេក៏បានគម្រាមឲ្យមនុស្សចេញពីឡាននោះមកខ្លះដើម្បីយកមនុស្សដាក់ក្នុងឡានផ្សេងទៀតព្រោះមិនអាចទុកមនុស្សបានគ្រប់គ្នានោះទេហើយនៅពេលនោះពួកគេក៏បានបំបែកមីយ៉ានិងនីកូថែមទៀតផងដោយទោះជាពួកគេអង្វរយ៉ាងណាក៏ដោយបន្ទាប់មកមីយ៉ាក៏បានសម្លឹងមើលតាមប្រហោងនោះទៅរកនីកូចូលទៅក្នុងឡានមួយទៀតដែលមានលេខ107បន្ទាប់មកនាងក៏បានយកទូរស័ព្ទទៅកាន់នីកូទាំងបារម្ភផងដែរប៉ុន្តែនីកូបានប្រាប់ទៅវិញថាគេមិនឯងនោះទេគេនឹងគេចខ្លួនចេញពីឡានមួយនោះនៅពេលឈប់ហើយពួកគេបាននឹងថាឡានដឹកទៅទីនោះគឺមានតែមួយគត់នៅក្នុងយប់នោះបន្ទាប់ពីបាននិយាយគ្នាហើយនីកូក៏បានឲ្យមីយ៉ារក្សាថ្មសម្រាប់តាក់ទងគ្នានៅពេលក្រោយលុះនៅពេលឡានរបស់ពួកគេបានទៅមុខបន្តទៀតមីយ៉ាក៏បានមើលតាមប្រហោងនោះហើយក៏បានឃើញប្រជាជនកំពុងតែត្រូវបានគេចាប់ខ្លួនទាំងក្មេងទាំងចាស់ដាក់ចូលទៅក្នុងទ្រុងយ៉ាងព្រៃផ្សៃបន្ទាប់ពីប្រជាជនធ្វើបាតកម្មអំពីរបបផ្ដាច់ការយ៉ាងឃោរឃៅជាទីបំផុតមួយនោះនៅពេលដែលមីយ៉ាបានឃើញហើយនាងចាប់ដើមស្រក់ទឹកភ្នែកបន្ទាប់មកនៅពេលដែលពួកគេបានឆ្លងកាត់កន្លែងពិនិត្យមើលឡានពួកគេក៏បានចាប់ដើមនៅស្ងៀមស្ងាត់នៅក្នុងឡានមួយនោះមិនឲ្យពួកគេបានដឹងនោះទេរីឯតកងឡានក៏បានព្យាយាមទម្លាក់បាំងនិងកុហកអ្នកពិនិត្យថាឡានរបស់គេដឹកតែរបស់ប្រើប្រាស់តែប៉ុណ្ណោះពេលនោះដោយសារតែពួកគេចាប់ដើមសង្ស័យទាហានក៏បានដើរទៅមើលឡានមួយនោះហើយក៏បានបើកគូតឡានមើលតែម្ដងប៉ុន្តែនៅពេលនោះបែរជាមិនបានឃើញមនុស្សនោះទេរីឯមនុស្សគឺបានលាក់ខ្លួននៅក្នុងជញ្ជាំងនៅខាងក្រោយមួយទៀតដើម្បីរក្សាភាពស្ងៀមស្ងាត់ជាទីបំផុតមិនឲ្យទាហានបានលឺនោះទេបន្ទាប់មកទាហានក៏បានចេញមកខាងក្រៅនិងបានយកកំភ្លើងបាញ់ទៅខាងក្នុងមួយគ្រាប់វាទៅត្រូវពួកគេស្លាប់ទៅហើយពួកគេបានដឹងថាមានមនុស្សនៅខាងក្នុងថែមទៀតផងបន្ទាប់មកទាហានក៏បានស្រែកឲ្យពួកគេចេញមកខាងក្រៅបើសិនជាចង់នៅរស់ពេលនោះមីយ៉ាក៏បានសម្រេចចិត្តឡើងទៅលើហឹបដើម្បីលាក់ខ្លួននៅក្បែរដំបូលតែម្ដងហើយនាងក៏បានហៅឲ្យអ្នកផ្សេងឡើងមកលាក់ខ្លួនផងដែរប៉ុន្តែនៅពេលនោះនៅពេលដែលពួកគេបានសម្រេចចិត្តបើកទ្វារឲ្យទាហានចាប់ខ្លួនតូចស្រឡះពួកគេក៏បានយកកំភ្លើងបាញ់សម្លាប់ពួកគេចោលគ្មានសល់ដែលសំបីតែក្មេងតូចជាដើម
រីឯមីយ៉ាចាប់ដើមស្រឡាំងកាំងជាខ្លាំងមិនអាចជួយពួកគេបាននោះទេបានត្រឹមតែសង្ងំនៅខាងលើតែប៉ុណ្ណោះបន្ទាប់ពីបានសម្លាប់ពួកគេហើយពួកគេក៏បានយកសាកសពចេញមកខាងក្រៅនិងបានយកទឹកមកលាងឈាមនោះផងដែរហើយពួកគេមិនបានដឹងថាមីយ៉ាលាក់ខ្លួននៅខាងលើនោះទេហើយក៏បានសម្រេចចិត្តឲ្យឡាននោះទៅមុខបន្តទៀតតែម្ដងលុះនៅពេលឡានបានទៅមុខបន្តទៀតមីយ៉ាក៏បានព្យាយាមតាក់ទងទៅកាន់នីកូដើម្បីឲ្យគេលាក់ខ្លួនព្រោះខ្លាចគេសម្លាប់ដោយគេដែរប៉ុន្តែនៅពេលនោះនាងបាជាមិនបានតាក់ទងទៅកាន់នីកូចូលតតែសោះបន្ទាប់មកឡានរបស់ពួកគេក៏បានទៅដល់កំពង់ផែនិងបានយកកុងតឺន័រនោះដាក់ចូលទៅក្នុងកប៉ាល់បន្តទៀតផងដែររីឯមីយ៉ានៅពេលនោះនាងបានព្យាយាមសង្ងំនៅក្នុងកុងតឺន័រនោះម្នាក់ឯងយ៉ាងអត់អធមហើយនៅពេលនោះនាងក៏បានយករបស់ប្រើប្រាស់និងរបស់ហូបដែលបានធ្លាក់ពីសាកសពនោះមកទុកលុះនៅពេលដែលកប៉ាល់នោះបានចេញដំណើរទៅរហូតដល់យប់ស្រាប់តែពួកគេបានជួបជាមួយនឹងព្យុះបោកបក់យ៉ាងខ្លាំងបណ្ដាមីយ៉ាបានរំលាយពេញកុងតឺន័រមួយនោះហើយនៅពេលដែលនាងបានឮសំឡេងមនុស្សនៅខាងក្រៅនាងក៏បានព្យាយាមស្រែកហៅឲ្យពួកគេជួយប៉ុន្តែនៅពេលនោះពួកគេមិនបានឮនោះទេហើយបន្តិចក្រោយមកកុងតឺន័ររបស់ពួកគេក៏បានធ្លាក់ចូលទៅក្នុងទឹកតែម្ដងរីឯមីយ៉ាក៏បានសន្លប់លុះនៅពេលដែលមីយ៉ាបានដឹងខ្លួនឡើងវិញមានទឹកបានចូលទៅក្នុងកុងតឺន័រនោះតាមប្រហោងតូចៗហើយនៅពេលដែលមីយ៉ាបានសម្លឹងមើលទៅតាមប្រហោងទៅខាងក្រៅទៅនាងបានដឹងថានាងបានអណ្ដែតនៅលើមហាសមុទ្រយ៉ាងធំគ្មានកោះត្រើយនោះទេរីឯទូរស័ព្ទរបស់នាងគឺបានខូចទៅទៀតបន្ទាប់មកនាងក៏បានយកទូរស័ព្ទក្មេងស្រីម្នាក់នោះមកប្រើប៉ុន្តែនៅពេលនោះទូរស័ព្ទមួយនោះបែរជាគ្មានសេវាសោះទើបបានជានាងបដូរស៊ីមតែម្ដងពេលនោះមីយ៉ាក៏បានទៅបើកមើលហឹបទាំងអស់នៅក្នុងកុងតឺន័រមួយនោះរីឯនៅក្នុងហឹបមួយនោះគឺមានកាសកំប៉ុងដាក់ម្ហូបអាហារទូរទស្សន៍និងស្រាជាដើមហើយនាងក៏បានរើសកូនកំបិតមួយបានថែមទៀតផងបន្ទាប់មកមីយ៉ាក៏បានយកស្គរទៅបិទប្រហោងតូចៗនោះរីឯរូបថតរបស់នាងដែលដាក់នៅក្នុងសៀវភៅនោះគឺបានសើមអស់ទៅហើយទើបបានជានាងយកវាទៅហាលភ្លាមនោះស្រាប់តែកុងតឺន័រមួយទៀតក៏បានលេចនៅក្បែរនោះដែលជាកុងតឺន័រលេខ107ហើយសម្លេងស្រែកយ៉ាងគួរខ្លាចនៅក្នុងកុងតឺន័រមួយនោះចាប់ផ្ដើមបន្លឺឡើងនៅពេលដែលកុងតឺន័រមួយនោះបានលេចចូលទៅក្នុងមហាសមុទ្រហើយនៅពេលនោះផងដែរមីយ៉ាបានគិតថាប្តីរបស់នាងនៅក្នុងកុងតឺន័រមួយនោះទើបបានជានាងចាប់ផ្ដើមយំសោកជាខ្លាំងបន្ទាប់មកនៅពេលដែលមីយ៉ាបានព្យាយាមទេទៅកាន់នីកូនៅតែមិនអាចតាក់ទងបានលុះយប់ឡើងមីយ៉ាក៏បានមើលពោះរបស់នាងនិងបានយកដៃស្ទាបតាមនីកូដែលបានបង្រៀននាងកន្លងមកបន្តិចក្រោយមកនៅពេលដែលមីយ៉ាបានដេកនៅលើហឹបនោះនៅពេលដែលហឹបមួយនោះបានអណ្ដែតទៅក្រោមហឹបមួយទៀតហឹបមួយនោះក៏បានធ្លាក់មកវាទៅត្រូវទៅលើនាងទៅហើយនៅពេលនោះកុងតឺន័រចាប់ផ្ដើមលិចចូលទៅក្នុងមហាសមុទ្រតែម្ដងដែលធ្វើនាងស្លាប់បាត់បង់ជីវិតប៉ុន្តែនៅពេលនោះគ្រាន់តែជាការស្រមៃរបស់នាងតែប៉ុណ្ណោះនៅពេលបន្ទាប់មីយ៉ាក៏បានទម្លាក់ហឹបមួយមកខាងក្រោមហើយនៅពេលនាងបានទៅរកមើលនាងបានឃើញប្រអប់បាយជាច្រើនដែលមានគម្របជ័រទើបបានជានាងយកជ័រមួយនោះទៅបិទប្រហោងកុងតឺន័រដើម្បីកុំឲ្យទឹកចូលទៅក្នុងកុងតឺន័រនោះបន្តទៀតហើយនាងក៏បានយកស្គរទៅបិទនិងសរសេរថ្ងៃដែលនាងបានជាប់នៅលើកុងតឺន័រនោះផងដែរបន្ទាប់មកមីយ៉ាក៏បានប្រមូលរបស់និងអាហារដែលសល់បែងចែកសម្រាប់ហូបនៅថ្ងៃបន្ទាប់ភ្លាមនោះមីយ៉ាចាប់ផ្ដើមរំភើបចិត្តជាខ្លាំងនៅពេលបានឃើញនីកូបានទេមកហើយគេគឺមានសុវត្ថិភាពនោះទេពេលនោះបន្ទាប់ពីបានដឹងថាមីយ៉ានៅទីណាហើយគេក៏បានប្រាប់ឲ្យនាងរកវិធីជួយខ្លួនឯងនិងលើកទឹកចិត្តទៅកាន់មីយ៉ាឲ្យរឹងប៉ឹងថែមទៀតផងដើម្បីរស់បន្តទៀតបន្ទាប់មកនៅពេលពួកគេឈប់និយាយទូរស័ព្ទមីយ៉ាក៏ចាប់ផ្ដើមយកទឹកនិងអាហារនៅសល់នោះមកហូបរីឯការបន្ទោបងរបស់នាងគឺនាងបានយកលាមកនោះដាក់ចូលទៅក្នុងហឹបលុះយប់ឡើងស្រាប់តែមីយ៉ាចាប់ផ្ដើមឈឺពោះជាខ្លាំងហើយបន្តិចក្រោយមកស្រាប់តែនាងបានសម្រាប់បានកូនស្រីម្នាក់តែម្ដងប៉ុន្តែការសម្រាប់របស់នាងគឺមិនងាយស្រួលនោះទេដោយសារតែមានភ្លៀងព្យុះបោកបក់មកយ៉ាងខ្លាំងបន្ទាប់មកនៅពេលនាងបានសម្រាប់បានកូនស្រីម្នាក់ហើយកូនស្រីរបស់នាងបែរជាមិនបំរាស់សោះទើបបានជានាងព្យាយាមជួយរហូតបន្តិចក្រោយមកកូនស្រីរបស់នាងក៏បានដឹងខ្លួននិងបានស្រែកយំថែមទៀតផងបន្ទាប់ពីបានសម្រាប់ហើយមីយ៉ាក៏បានចូលទៅក្នុងហឹបនិងបានយកសុករបស់នាងដាក់ចូលទៅក្នុងប្រអប់បាយលុះថ្ងៃបន្ទាប់ទៅកាន់ទៅចូលទៅក្នុងកុងតឺន័រនោះបន្តិចម្ដងហើយកូនស្រីរបស់នាងបែរជាមិនព្រមបើកសោះដោយគិតតែពីស្រែកយំទៅវិញបន្ទាប់មកមីយ៉ាក៏បានយកប្រដាប់ស្វានោះដែលសាកថ្មនោះទៅស្វាដំបូលដើម្បីរកច្រកចេញពីទីនោះប៉ុន្តែនៅពេលនាងបានស្វាបានបន្តិចកូនរបស់នាងយំមិនបាត់តតែសោះទើបបណ្ដានាងចាប់ផ្ដើមខឹងជាខ្លាំងនិងក៏បានស្រែកដាក់ឲ្យកូននាងថែមទៀតផងប៉ុន្តែនៅពេលនោះនាងក៏បានសុំទោសទៅកាន់កូនស្រីរបស់នាងវិញផងដែរបន្តិចក្រោយមកកូនរបស់នាងក៏បានឡើងវិញដែលធ្វើនាងចាប់ផ្ដើមសប្បាយចិត្តជាខ្លាំងហើយបន្ទាប់មកនាងក៏បានយកអាហារចុងក្រោយមកហូបផងដែររីឯកូនស្រីរបស់នាងក៏បានសម្លឹងមើលមុខនាងនៅព្រឹកបន្ទាប់មីយ៉ាក៏បានបន្តស្វានបន្តទៀតប៉ុន្តែបន្តិចក្រោយមកប្រដាប់ស្វានមួយនោះក៏អស់ថ្មតែម្ដងរីឯទូរស័ព្ទរបស់នាងបានចូលទឹកថែមទៀតផងដែលធ្វើនាងចាប់ផ្ដើមខឹងជាខ្លាំងនិងបានបោករបស់របរខ្ទេចខ្ទីអស់
បន្ទាប់មកនាងក៏បានយកកំបិតទៅគាត់ដំបូលបន្តទៀតប៉ុន្តែវាមិនអាចគាត់បានងាយៗនោះទេបន្ទាប់ពីថ្ងៃនោះដោយសារតែមីយ៉ាអាហារសម្រាប់ហូបហើយនៅពេលនាងចាប់ដើមស្រែកឃ្លានខ្លាំងពេកនាងក៏បានសម្រេចចិត្តយកសុករបស់នាងមកហូបតែម្ដងដោយមិនខ្លាចខ្ពើមនោះទេបន្តិចក្រោយមកនៅពេលនាងបានហូបសុកនោះហើយស្រាប់តែត្រីបាឡែនក៏បានហែមកទីនោះបណ្ដាលកុងតឺន័ររបស់នាងចាប់ដើមរេររីឯមីយ៉ាក៏បានទៅយកកូនស្រីរបស់នាងនិងព្យាយាមស្រែកដេញត្រីបាឡែនមួយនោះចេញពីទីនោះនៅពេលបន្ទាប់នៅពេលនាងបានយកកូនកំបិតនោះទៅគាត់ដំបូលបន្តទៀតកូនកំបិតមួយនោះក៏បានបាក់ហើយនាងក៏បានយកទឹកសមុទ្រនោះមកផឹកដោយសារតែទឹកសាបរបស់នាងគឺបានអស់ទៅហើយប៉ុន្តែនាងមិនអាចផឹកបាននោះទេនៅពេលនាងបានផឹកវាចាប់ដើមក្អួតមកវិញលោកយប់ឡើងស្រាប់តែនាងបានស្រមៃឃើញកូនស្រីរបស់នាងស្ដីបន្ទោសទៅកាន់នាងដែលបានទុកឲ្យនាងចោលទៅវិញពេលនោះមីយ៉ាចាប់ដើមស្រែកយំនិងបានសុំទោសទៅកាន់កូនស្រីរបស់នាងហើយនាងក៏បានស្រមៃឃើញនីកូមកមើលថែនាងនិងបានព្យាយាមលើកទឹកចិត្តឲ្យនាងរស់បន្តទៀតថែមទៀតផងលោកនៅព្រះបន្ទាប់ទឹកភ្លៀងក៏បានស្រកមកតាមប្រហោងនៅខាងលើទើបបានជាមីយ៉ាយកប្រអប់បាយនោះស្រង់ទឹកភ្លៀងនោះសម្រាប់ហូបតែម្ដងបន្ទាប់មកនាងក៏បាននឹកឃើញវិធីមួយដោយបានយកខ្សែទៅទាញដំបូលមួយនោះហើយទីបំផុតនាងក៏បានទាញបានសម្រេចពិតមែនដែលធ្វើឲ្យប្រហោងកុងតឺន័រមួយនោះចាប់ដើមធ្លាយលោកនៅព្រះមីយ៉ាបានយកកូនស្រីរបស់នាងឡើងទៅខាងលើនាងបានឃើញមហាសមុទ្រយ៉ាងធំគ្មានកោះត្រៃដដែលបន្ទាប់មកនៅពេលនាងបានយកលាមួកកូនស្រីរបស់នាងបោះចូលទៅក្នុងទឹកនៅពេលនោះត្រីជាច្រើនក៏បានហែមករកស៊ីវាទើបបានជានាងរកនឹកឃើញវិធីមួយគឺនាងបានយកខ្សែចងជាប់ជាមួយនឹងដែកគប់ត្រីទាំងអស់នោះដើម្បីយកវាមកហូបប៉ុន្តែនៅពេលនោះការព្យាយាមរបស់នាងតែងតែបរាជ័យបន្តិចក្រោយមកស្រាប់តែនាងបានឃើញយន្តហោះជិះកាត់នោះទើបបានជានាងចូលទៅខាងក្នុងយកអំបែងទូរទស្សន៍មកចាំងជាពន្លឺសុំជំនួយប៉ុន្តែនៅពេលនោះស្រាប់តែនាងឡើងមកខាងលើវិញក៏បានមុតជាមួយនឹងដែកតែម្ដងបន្ទាប់មកមីយ៉ាក៏បានយកស្រាផឹកនិងបានយកវាលាងរបួសរបស់នាងទាំងឈឺចុកចាប់បន្ទាប់មកទៀតនាងក៏បានយកខ្សែភ្លើងពីក្នុងទូរទស្សន៍នោះមកដេររបួសរបស់នាងទាំងឈឺចុកចាប់ជាខ្លាំងលោកនៅព្រះបន្ទាប់មីយ៉ាក៏បាននឹកឃើញវិធីមួយទៀតគឺនាងបានយកខ្សែកាសឆ្វាក់ធ្វើជាសំណាញ់ហើយបានទម្លាក់វាចូលទៅក្នុងទឹកជាមួយនឹងលាមួកកូនស្រីរបស់នាងដើម្បីចាប់ត្រីហើយបន្តិចក្រោយមកនាងក៏បានចាប់បានសម្រេចប៉ុន្តែនៅពេលនោះនាងមិនបានចម្អិនត្រីនោះទេគឺនាងបានបរិភោគឆៅតែប៉ុណ្ណោះលោកនៅថ្ងៃបន្ទាប់មីយ៉ាក៏បានចាប់ត្រីជាបន្តបន្ទាប់ទៀតហើយនាងក៏ព្យាយាមយកទឹកចេញពីកុងតឺន័រនោះនិងបានសរសេរសម្បត្តិសុំជំនួយដាក់ចូលទៅក្នុងប្រអប់បាយមួយនោះហើយក៏បានបោះចូលទៅក្នុងមហាសមុទ្រតែម្ដងដើម្បីសុំជំនួយលោកនៅយប់មួយមីយ៉ាក៏បានយករូបថតគ្រួសាររបស់នាងមកមើលនិងបានរៀបរាប់អំពីគ្រួសាររបស់នាងឲ្យកូនស្រីរបស់នាងបានស្ដាប់ទាំងទឹកភ្នែកដោយទោះជាកូនស្រីរបស់នាងមិនអាចស្ដាប់បានយ៉ាងណាក៏ដោយដែលការធ្វើបែបនោះដើម្បីឲ្យនាងបាត់ការនឹកបានខ្លះលោកយប់ជ្រៅបន្តិចកូនស្រីរបស់នាងចាប់ដើមត្រជាក់ជាខ្លាំងទើបបានជានាងយកស្រាលាយជាមួយនឹងក្រណាត់ដុតដើម្បីកម្ដៅតែម្ដងហើយបន្តិចក្រោយមកកូនស្រីរបស់នាងក៏ចាប់ដើមដេកលក់យ៉ាងស្រួលបន្តិចក្រោយមកនៅពេលដែលនាងកំពុងតែដេកស្រាប់តែនាងបានលឺអ្វីបោកជាមួយនឹងកុងតឺន័ររបស់នាងនៅខាងក្រៅនៅពេលដែលនាងបានឡើងទៅខាងលើការប៉ັດគឺជាប្រអប់អាហាររបស់នាងតែប៉ុណ្ណោះភ្លាមនោះនាងចាប់ដើមភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញនីកូទេមកកាន់នាងនៅក្នុងសភាពឈឺចាប់ជាខ្លាំងហើយនីកូបានប្រាប់ទៅកាន់នាងថាគេមិនអាចទៅជួយមីយ៉ាបាននោះទេគឺគេបានលាក់ខ្លួននៅក្នុងកុងតឺន័រមួយទៀតហើយពួកគេបានរកឃើញនីកូនិងបានបាញ់គេថែមទៀតផងរហូតបានធ្វើឈាមហូរមិនឈប់សោះនីកូទេទៅជាលើកចុងក្រោយតែប៉ុណ្ណោះនឹងចង់ឲ្យមីយ៉ាសន្យាជាមួយនឹងគេត្រូវតែព្យាយាមរស់ដោយខ្លួនឯងឲ្យទាល់តែបានបន្ទាប់ពីបាននិយាយហើយនីកូក៏បានសួររូបរាងកាយកូនស្រីរបស់ពួកគេមីយ៉ាក៏បានតបទៅវិញទាំងទឹកភ្នែកថាកូនស្រីរបស់ពួកគេគឺមានមុខមាត់ដូចនីកូខ្លាំងណាស់ពេលនោះនីកូក៏បានសុំនិយាយជាមួយនឹងកូនស្រីរបស់ពួកគេហើយនៅពេលដែលមីយ៉ាបានលើនីកូណែនាំកូនស្រីរបស់ពួកគេមីយ៉ាចាប់ផ្ដើមស្រែកយំកាន់តែខ្លាំងទៅរីឯទូរស័ព្ទរបស់នាងក៏បានរលត់តែម្ដងបន្ទាប់មកមីយ៉ាក៏បានដេកសម្លឹងមើលទៅនំដែលនីកូបានឲ្យនាងកន្លងមកនាងមិនហ៊ានយកវាមកញ៉ាំនោះទេលុះដល់ថ្ងៃទី23ទឹកបានឡើងនៅក្នុងកុងតឺន័រនោះជិតពេញទៅហើយទើបបានជាមីយ៉ាត្រៀមយកឈើនិងប្រអប់អាហារធ្វើជាក្បូនសម្រាប់ជិះចាក់ចេញពីកុងតឺន័រមួយនោះលុះយប់ឡើងប្រហោងបិទជាប់មួយនោះចាប់ដាំលិចហើយនៅពេលមីយ៉ាបានចូលទៅយកនំដែលនីកូបានឲ្យនាងជ្រុះនៅទីនោះស្រាប់តែនាងបានជាប់ជើងជាមួយនឹងខ្សែនៅខាងក្រោមតែម្ដងដែលធ្វើនាងមិនអាចហែចេញមកខាងក្រៅបាននោះទេប៉ុន្តែនៅពេលនោះនាងបានព្យាយាមកាត់ខ្សែនោះបានសម្រេចមុនពេលដែលកុងតឺន័រមួយនោះបានលិចទៅក្រោមមហាសមុទ្ររីឯកូនស្រីរបស់នាងក៏បានអណ្ដែតទៅលើក្បូនដែលនាងបានសង់នៅលើទឹកនោះថែមទៀតផងហើយនៅពេលនោះនៅពេលនាងបានព្យាយាមស្រែករកកូនស្រីរបស់នាងបែរជាមិនបានឃើញសោះពេលនោះសំណាងល្អត្រីបាឡែនក៏បានហែមកក្បែរនោះហើយនៅពេលដែលវាបានធ្វើឲ្យកូនស្រីរបស់មីយ៉ាចាប់ផ្ដើមស្រែកយំមីយ៉ាក៏បានដឹងថាកូនស្រីរបស់នាងនៅទីណាហើយនាងក៏បានទៅហែយកបានសម្រេច
បន្ទាប់ពីបានយកកូនស្រីរបស់នាងមកវិញហើយមីយ៉ានិងកូនស្រីរបស់នាងបានអណ្ដែតនៅលើមហាសមុទ្រនោះបន្តទៀតហើយនាងក៏បានយកឆ្អឹងត្រីដែលនាងបានរក្សាទុកនោះបោះចូលទៅក្នុងទឹកដើម្បីឲ្យបក្សីហោះមកស៊ីវាបន្ទាប់មកមីយ៉ាក៏បានព្យាយាមនិយាយជាមួយនឹងកូនស្រីរបស់នាងដោយលើកទឹកចិត្តខ្លួនឯងថានឹងមានគេមកជួយមិនខាននោះទេបន្តិចក្រោយមកស្រាប់តែបក្សីក៏បានមកហោះស៊ីឆ្អឹងត្រីដែលមីយ៉ាបានទម្លាក់នោះពិតមែនហើយនៅពេលដែលទូកមួយនៅក្បែរនោះបានឃើញបក្សីកំពុងតែហោះជាច្រើននៅទីនោះពួកគេក៏បានជិះទូកទៅមើលតែម្ដងហើយក៏បានឃើញកូនស្រីរបស់មីយ៉ានៅលើក្បូនមួយនោះប៉ុន្តែនៅពេលនោះពួកគេមិនបានឃើញមីយ៉ានោះទេបន្ទាប់មកនៅពេលដែលពួកគេបានជួយសង្គ្រោះកូនស្រីរបស់មីយ៉ាហើយពួកគេក៏បានឃើញខ្សែមួយចងជាប់នៅក្បែរនោះហើយនៅពេលដែលពួកគេបានទាញមកខាងលើស្រាប់តែបានឃើញមីយ៉ានៅខាងក្រោមលោកនៅពេលដែលពួកគេបានព្យាយាមជួយសង្គ្រោះនៅតែមិនអាចជួយសង្គ្រោះមីយ៉ាបាននោះទេប៉ុន្តែនៅពេលនោះដោយសារតែពួកគេមិនអស់សង្ឃឹមនិងបានព្យាយាមជួយសង្គ្រោះបន្តទៀតទីបំផុតពួកគេក៏បានជួយសង្គ្រោះមីយ៉ាបានសម្រេចរីឯបរិសុទ្ធនៅលើទូកមួយនោះក៏បានតាក់ទងហៅជំនួយតែម្ដងបន្ទាប់មកពួកគេក៏បានឲ្យមីយ៉ា3កូនស្រីរបស់នាងទាំងទឹកភ្នែកដោយនាងមិននឹកស្មានថានាងនិងកូនស្រីរបស់នាងនៅរស់រានមានជីវិតនោះទេកំប៉ុងស្រាបៀរ Ginsberg ឈ្នះរង្វាន់យក្សរថយន្តថ្មីបុណ្យខែបដល់200គ្រឿងម៉ូតូធំ2000គ្រឿងព្រមទាំងឈ្នះរង្វាន់លុយដុល្លារសុទ្ធនិងស្រាបៀរ Ginsberg ជាច្រើនរង្វាន់ទៀត Gansberg, a real German premium beer. ពិសាដោយការទទួលខុសត្រូវអូខេយ៉ាងមិនដែរប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីបានទស្សនាការសម្ដែងរឿងមួយនឹងមកបើសិនជាប្រិយមិត្តទាំងអស់គ្នាចង់ទស្សនាអាចទស្សនានៅក្នុង Netflix បានឬក៏ទស្សនានៅក្នុងក្រុម Telegram របស់ Admin ក៏បានដែររឿងមួយនឹងគឺដូចជាបង្ហាញអំពីតថភាពសង្គមបច្ចុប្បន្នអញ្ចឹងប្រិយមិត្តដែលចូលចិត្តតាមដានព័ត៌មានតាក់ទងជាមួយនឹងប្រទេសផ្ដាច់ការប្រហែលជាបានដឹងហើយថាប្រទេសផ្ដាច់ការនឹងគឺធ្វើឲ្យប្រជាជននឹងវេទនាខ្លាំងមែនទែននិយាយរួមទៅសង្កត់ថាបថុជីវិតឲ្យតែបានចេញពីប្រទេសមួយនឹង Admin លើកឧទាហរណ៍ប្រទេសកូរ៉េខាងជើងមួយចុះនិយាយរួមទៅដូចជាឋាននរករបស់ប្រជាជនគេអញ្ចឹងប៉ុន្តែសម្រាប់អ្នកធំវិញគឺគេឋានសួគ៌របស់គេហើយមានតែប្រជាជនទេគឺវេទនាខ្លាំងមែនទែនហើយមិនអាចភៀសខ្លួនចេញពីប្រទេសបានទេបើសិនជាភៀសខ្លួនហើយបើគេតាមតន់គឺសម្រាប់ចោលតែម្ដងនិយាយរួមទៅគឺនិយាយរួមទៅបើសិនជាយើងប្រាប់ពាក្យមួយថាពិភពលោកនឹងគ្មានភាពអយុត្តិធម៌ទេគឺត្រូវខ្លាំងមែនទែនដោយសារតែនៅក្នុងយុគសម័យហ្នឹងគឺមានសេរីភាពខ្លះមែនប៉ុន្តែប្រទេសមួយចំនួនហ្នឹងមិនមានសេរីភាពទេគឺវេទនាគ្រោះខ្លាំងមែនទែននៅពេលដែល Admin បានមើលរឿងមួយហ្នឹងមក Admin ចេះតែសម័យថាចេះ Admin ឆ្ងល់ខ្លួនឯងណាប្រិយមិត្តទាំងអស់គ្នាហើយមិនដឹងថាប្រិយមិត្តទាំងអស់គ្នាហ្នឹងឆ្ងល់ដោយ Admin អត់ទេផែនដីមួយហ្នឹងអ្នកណាបង្កើតមកអ្នកធំក៏ដូចជាអ្នកមានអំណាចហ្នឹងគេសង្កត់ទៅលើយើងម៉េះយើងមានជីវិតមួយដូចគេដូចឯងដែរមានសិទ្ធិសេរីភាពគ្រប់យ៉ាងនៅលើភពផែនដីនឹងដែរប៉ុន្តែគ្រាន់តែសិទ្ធិសេរីភាពហ្នឹងมันប៉ះពាល់ដល់គេអញ្ចឹងយើងមានសិទ្ធិសេរីភាពដូចគ្នាស្មើគ្នាហេតុអីមកជាអ្នកធំអ្នកមានអំណាចហ្នឹងគេសង្កត់យើងម៉េះប្រិយមិត្តទាំងអស់គ្នាសង្កត់មើលជីវិតមានតែមួយដូចគ្នាទេនៅលើភពផែនដីតែមួយទេហើយផែនដីនឹងវាអ្នកបង្កើតអី admin ឆ្ងល់អញ្ចឹង admin សុំហៅថាវាចុះនៅពេលដែលអ្នកធំនឹងធ្វើបាបអ្នកតូចជាពិសេសនឹងអ្នកក្រប្រិយមិត្តទាំងអស់គ្នាដែលក្រដូច admin អានឹងបានយកអារម្មណ៍មួយនឹងនៅពេលដែលគេគៀបសង្កត់ជើងadmin លើកឧទាហរណ៍មួយចុះដែល admin ទៅតែទទួលបានថ្មីនឹងទេគឺ admin ធ្វើការឲ្យអ្នកធំមួយប៉ុន្តែគេបើកប្រាក់ខែឲ្យណាប្រិយមិត្តទាំងអស់គ្នាឈឺចាប់អត់អញ្ចឹងមិនថាហ្នឹងបើសិនជាអ្នកមានគាត់អត់ដែរយកអារម្មណ៍មួយនឹងទេបើសិនជាអ្នកក្រដូចជា admin អញ្ចឹងបានយកអារម្មណ៍មួយនឹងថាឈឺចាប់ប៉ុណ្ណាបើសិនជាពួកហ្នឹងជាអ្នកបង្កើតយើងមកអានឹងបានថាសមតែគៀបសង្កត់យើងគ្រប់គ្រងយើងប៉ុន្តែកើតពីពោះម៉ែផ្សេងខុសគ្នាហើយផែនដីមិនមែនវាអ្នកបង្កើតទេហេតុអីបានជាពួកវាហ្នឹងមកគៀបសង្កត់យើងម៉េះអត់យល់ហ្នឹងអ្នកនៅក្រោមបរិវាររបស់ពួកអ្នកធំហ្នឹងហេតុអីបានជាទៅធ្វើអាការឲ្យពួកអ្នកអាក្រក់អញ្ចឹង admin ឆ្ងល់អានឹងមួយទៀតបើសម្រាប់ admin វិញ admin ប្រកាន់ឆន្ទៈថាមិនគៀបសង្កត់អ្នកណាដាច់ខាតហើយក៏មិនបម្រើអ្នកធំដែលធ្វើអាក្រក់ដាច់ខាតផងដែរ admin សូមចិត្តទៅនៅរស់នៅក្នុងព្រៃមិនបម្រើអ្នកណាដែលគៀបសង្កត់គេទេដើម្បីផលប្រយោជន៍ដើម្បីលក្ខណៈអំណាចដើម្បីមានលុយមានប្រាក់អីចឹង admin អត់ធ្វើទេ admin សូមចិត្តទៅរស់នៅក្នុងព្រៃadmin និយាយត្រង់ admin មិនមែននិយាយល្អយកទៅខ្លួនឯងទេហើយ admin និយាយនេះមិនមែនសំដៅទៅលើប្រទេសណាទេណាប្រិយមិត្តទាំងគ្នាប៉ុន្តែប្រិយមិត្តទាំងគ្នាអាចសង្កេតមើលឃើញបានហើយ admin និយាយមុនហ្នឹងគឺការពិតមែន admin ធ្វើការឲ្យគេគឺគេបានប្រាក់ខែឲ្យ admin ទេហើយគេគម្រាមយើងទៀតណាបើសិនជាតែហ៊ានតវ៉ាជាមួយគេហ្នឹងរឿងធំហ្មងប៉ុន្តែកាលនោះគេអត់គម្រាម admin ទេគេគម្រាមអ្នកផ្សេងណាអូខេប្រិយមិត្តទាំងគ្នា admin សូមអធិស្ឋានផងដែរដែល admin ប្រាប់ពីឆ្លើយបន្តិចដល់ពាក្យថាវាមិញហ្នឹងណាដោយសារតែបើសិនជាប្រិយមិត្តធ្លាប់ជួបអារម្មណ៍មួយហ្នឹងបានយល់អារម្មណ៍មួយហ្នឹងអរគុណប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលដែលមានម្លាយក្នុងការទស្សនាការសម្ដែងរឿងមួយនេះជួបគ្នាវីដេអូលើកក្រោយទៀតសូមអរគុណសូមជម្រាបលា